Ok,អញ្ចឹងពេលហ្នឹងខ្ញុំនឹងមកបង្ហាញតកតងទៅនឹងរបៀបយក prompt ចេញពីរូបភាពដែលយើងឃើញនៅលើ online ណាទីថាយើង scroll ទៅយើងឃើញរូបភាពអីមួយដែលយើងចាប់អារម្មណ៍ទៅហើយយើងចង់ឲ្យចង់បាន prompt ដើម្បីទៅ create ដើម្បីទៅបង្កើតរូបភាពឲ្យដូចនឹងអ្វីដែលយើងឃើញអញ្ចឹងតោះយើងទៅធ្វើទាំងអស់គ្នាអូខេអញ្ចឹងជំហានទី1ឧទាហរណ៍ថាខ្ញុំចូលទៅ Facebook ហើយយើងទីឲ្យយើង scroll ទៅយើងឃើញរូបភាពឥឡូវយើងរករូបភាពណាមួយដែលយើងចង់បានអញ្ចឹងឧទាហរណ៍ថាឥឡូវខ្ញុំចង់បានរូបភាពនេះអញ្ចឹងខ្ញុំធ្វើការ save មកអូខេបន្តមកទៀតយើងចូលទៅក្នុង Chat GPT អូខេអញ្ចឹងយើងធ្វើការ upload ជាមួយនឹងរូបភាពដែលយើងបានឥឡូវនេះយើង log in សិនដោយសារការ upload ហ្នឹងឥឡូវខ្ញុំសូមធ្វើការ log in សិនអូខេអញ្ចឹងយើងធ្វើការ upload រូបភាពដែលយើងបាន download មិញគឺរូបនេះអូខេអញ្ចឹងយើងឲ្យវា generate the same prompt generate the prompt to generate the same image as in this picture អញ្ចឹងយើងចុចទៅចាប់ដើមវាចាប់ដើមធ្វើឲ្យយើងអីអញ្ចឹងនេះអញ្ចឹងវាឃើញវាឲ្យ prompt របស់យើងនេះជា prompt ដែលយើងនឹងទទួលបានហើយយើងនឹងយកវាទៅដាក់នៅលើពពួក AI ដែលយើងប្រើប្រាស់ដោយពពួក Leonardo អញ្ចឹងទៅអញ្ចឹងឥឡូវនេះខ្ញុំធ្វើការ copy អានឹងហើយខ្ញុំឲ្យវា generate ខ្ញុំសាកឲ្យវា generate ចេញពី Chat GPT ម្ដងan image from this prompt អញ្ចឹងយើងចុចប៉ុណ្ណឹងមកហើយយើងដាក់នេះមកអូខេអញ្ចឹងអាហ្នឹងវាចាប់ដើម generate ឲ្យយើងហើយសម្រាប់ការ generate image ហ្នឹងជាទូទៅគឺវារៀងយូរបន្តិចដោយសារតែគឺថានេះគឺថាវាមាន lots of people are creating images right now អញ្ចឹងមានន័យថាអ្នកផ្សេងក៏កំពុងតែធ្វើការ generate image ដូចគ្នាអញ្ចឹងយើងចាំតិចទៀតទៅហើយយើងនឹងទទួលបានរូបភាពដែលយើងឲ្យវាបង្កើតនឹងមក